Và chỉ số phong mang bên đó kia bạnនៅប្រទេសកម្ពុជាយើងបាទឥឡូវសង្គ្រាមនៅកម្ពុជារបស់យើងនៅខ្មែររបស់យើងហ្នឹងគឺរីករាលដាលធំទៅឥឡូវវាវាយដល់កាស៊ីណូខាងខាងនេះហ៎បងប្អូនពោធិ៍សាត់ខាងអីវាតម្លាក់ខ្ទេចខ្ទីអស់ពូជសាសនេះអាក្រក់មែនទេខ្ញុំទៅតែមកដល់ប៉ោយប៉ែតមកដល់បាត់ដំបងទៅមកដល់ផ្ទះបងប្អូនបាទទៅមកដល់ផ្ទះហើយនៅប៉ោយប៉ែតនឹងប្រជាពលរដ្ឋយើងឆ្លេឆ្លាចេញពេញហ្នឹងអីដោយសារតែពេលយប់ឡើងរៀងស្ងាត់សលេងម៉ូតូសលេងអញ្ចឹងទៅលឺសលេងក្របដល់អញ្ចឹងទៅបើតែមិនវាយនៅប៉ោយប៉ែតវិចិត្រប្រៃច័ន្ទចេអីដែរបើលឺសលេងក្របអញ្ចឹងទៅបងប្អូនយើងក៏ឆ្លេឆ្លារកកន្លែងចេញទៅខ្ញុំនិយាយអារម្មណ៍មែនតើណាសៀមនេះអាក្រក់បងប្អូនអាក្រក់មែនទេហើយផេកខ្ញុំលើដាច់បាត់ហើយបងប្អូនណាបាទវា report អស់ហើយបងប្អូនទាំងអស់គ្នាបាទជូនពរបងប្អូនសុខសុវត្ថិភាពទាំងអស់គ្នាហើយបាទថែរក្សាសុវត្ថិភាពរៀងៗខ្លួនបងប្អូនអើយបាទម៉ូតូមកនេះបើតាមខ្ញុំមើលព័ត៌មានគឺប្រហែលជានៅសល់តែបាត់ដំបងខេត្តខ្ញុំមួយនេះឯងដែលអត់តន់វាវាយបាទផុតពីហ្នឹងគឺមានដល់មានជ័យទីមានជ័យពោធិ៍សាត់ក៏កងដឹងថាវាយនៅហើយនឹងខាងព្រះវិហារបងប្អូនអញ្ចឹងខ្ញុំសូមផ្ដាំម្ដងទៀតណាបងប្អូនណារបស់ថៃឈប់បានឈប់ហើយយើងបើសិនជាអាចបងប្អូនចូលរួមបរិច្ចាគទឹកប្រាក់ឬក៏ស្បៀងខ្លះជូនដល់ជនភៀសសិករបស់យើងបាទខ្ញុំអត់មានទទួលបងប្អូនខ្ញុំអត់មានទទួលទេតែបងប្អូនអាចតែបរិច្ចាគតាមលោក GDP លោកអីបានបាទចែកយាចែកអីហ្នឹងបាទជួយតែម្នាក់5 $1 $2ក៏ได้បងប្អូនជួយគ្នានៅក្នុងគ្រានេះយើងត្រូវតែរួបរวมគ្នាបាទខ្ញុំនិយាយចង់ហូរទឹកភ្នែកហើយយើងបាត់ផេកផងហើយវេទនាចិត្តខ្លាំងមែនទែនឃើញបងប្អូនជាបរិបទយើងរត់ឡើងរត់ចុះអញ្ចឹងថាពេលណាបានយើងបានសុខហើយបងណាមកក្រោយអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចថែសារសុវត្ថិភាពរកកន្លែងណាដែលគិតថាមានសុវត្ថិភាពសម្រាប់បងប្អូនអរគ្នាហើយបាទព្យាយាមផ្ដល់កន្លែងចិត្តដល់កងទ័ពហើយកុំខ្ញុំឃើញមែនតើណាភាគច្រើនបងប្អូនថតសកម្មភាពដែលតបយើងយកអាវុធទៅគេហៅថាចលះយកអាវុធទៅលានឋានយកទៅដាក់ជួរមុខបងប្អូនយើងនៅតែថតបាទសូមកុំថតបាទកុំថតឲ្យសោះពេលដែលយើងយកអីទៅពេលយើងថតទៅវីដេអូហ្នឹងសោះសាយមានអ្នក share មានអីចឹងទៅវាដឹងថាអូតែយើងនឹងយកអាវុធទៅអីខ្លះសម្រាប់ពួកវាតបទល់ចឹងបងប្អូនកុំថតបើយើងអត់ថតណាថៃវាចលាចលវាអត់ដឹងថាយើងចេញពីវាយចេញពីតំបន់ណាប្រើអាវុធអីបាទដាក់មកប្រើឲ្យវាងាប់យកហ្មងអញ្ចឹងកុំថតបងប្អូនបាទកុំថតអរគុណបងប្អូន